ទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំណែនាំឈុតសូឡាលើគោកកម្លាំង4សេសដែលប្រភេទម៉ូទ័រនេះជាប្រភេទម៉ូទ័របូមទឹកសូឡាម៉ាកកេភេដារបស់យើងដែលធ្វើការដំឡើងដើម្បីស្រោចស្រពនៅដំណាំទុរេនគាត់កំពុងរៀបចំដាំដែលការប្រើប្រាស់នេះគឺយើងដំឡើងជាមួយនឹងម៉ូទ័រកម្លាំង4សេសធ្វើការបូមពីស្រះហើយនឹងຂະຫນາດ3សេសមួយទៀតធ្វើការបូមពីអណ្ដូងយកមកដាក់ស្រះអញ្ចឹងគឺគាត់ប្រើប្រាស់ផ្ទាំងតែមួយឈុតទេហើយចំពោះការបូមនេះគឺគាត់តបភ្ជាប់ជាមួយនឹងតូយ៉ូទំហំ100ហើយនឹងទំហំចូលចកាគាត់ទំហំមេ100ដូចគ្នាក្នុងការបើកម្ដងគឺគាត់អាចបើករហូតដល់115ក្បាលវ៉ាន់ធំអញ្ចឹងអាចសរុបទៅវាប្រហែលជា100ដើមទុរេនក្នុងមួយដើមទុរេនយើងប្រើជាមួយនឹងក្បាលសាច់នោះចំនួន2អញ្ចឹងសរុបប្រហែលជា200ក្បាលសាច់អញ្ចឹងនៅខាងនេះយើងបើក3ជួរហើយនឹងនៅខាងនោះគឺយើងបើក12ជួរអញ្ចឹងយើងស្រោចស្រពបានទាំងអស់អញ្ចឹងក្នុងការប្រើប្រាស់ម្ដងគឺយើងអាចស្រោចស្រពបានមួយផ្នែកហើយទំហំចកានេះគឺប្រហែលជា3ហាត់អញ្ចឹងយើងអាចស្រោចស្រពក្នុងមួយថ្ងៃ3ដងគឺស្រោចពេញតែម្ដងហើយសម្រាប់ម៉ូទ័ររបស់យើងគឺក្នុង1ម៉ោងគឺវាអាចបូមទឹកបានបរិមាណ85ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់24ម៉ែត្រហើយចំពោះផ្ទាំងសូឡាគាត់ដំឡើងនៅដំបូលផ្ទះរបស់គាត់ដែលគាត់ដំឡើងជាមួយផ្ទាំងសូឡានីកាទិចចំនួន8សន្លឹកហើយធ្វើការបូមដងផងហើយនឹងធ្វើការបូមម៉ូទ័រផងអញ្ចឹងយើងធ្វើការប្រើមួយបិទមួយអញ្ចឹងដល់ពេលគាត់បូមដងគាត់បិទលើគោកបូមលើគោកគាត់បិទដងសម្រាប់ប្រភេទម៉ូទ័របូមទឹកសូឡាម៉ាកកេភេដាយើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើគ្រឿងបន្លាស់និងរយៈពេល3ឆ្នាំទៅលើសេវាកម្មមិនថាប្រភេទម៉ូទ័របូមទឹកទម្លាក់អណ្ដូងឬដាក់លើគោកនោះទេ